សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្រៀនធ្វើ lab ទៀតអីហើយចឹងថ្ងៃនេះដែរគឺអត់ខុសពី lab សាមុនទេគ្រាន់តែខ្ញុំមានអីដែលថ្មីមកចង់ប្រាប់អ្នកទាំងអស់គ្នាគឺកន្លែងការបង្កើត user and cannot permission នៅក្នុង Microtik router ហើយនេះគឺជា lab រៀងដដែលទេចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស៊ាំជាមួយ lab ទៅយើងពេលយើង practice ទៅយើងនឹងចាំដៃយើងនឹងដឹងពីរបៀប configure អញ្ចឹងទៅអូខេអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចូលទៅក្នុង VMware យើងមកទៅអូខេហើយនេះគឺជា Microtik router របស់ខ្ញុំហើយការ set up យើងដូចសាមុនអញ្ចឹងបាទនេះ network adapter ខ្ញុំport ទី1ខ្ញុំយក NAT ហើយ port ទី2ខ្ញុំប្រើ LAN engagement ហើយខ្ញុំដាក់ port ទី2 port ទី3 port ទី4 port ទី5ហើយវីដេអូដែលខ្ញុំបង្កើតកន្លែង LAN engagement នេះក៏មានដែរបាទយើងអាច add បានអញ្ចឹងអូខេតោះយើង power on អូខេ router យើង start ហើយចឹងខ្ញុំបើក Winboxអូខេចឹងអាច log in បានហើយចឹងចំណុចទី1ដែលយើងចង់ធ្វើការ configure នោះយើងទៅ configure router ដែលនាំ internet ទៅចូល router អញ្ចឹងដើម្បីយើងដឹងថា internet ចូល router បានយើងចូល new terminal អូខេហើយយើង test pin វាថា internet យើងបានចូលមកនៅអញ្ចឹងខ្ញុំ pin ជាមួយនឹង DNS របស់ Google អូខេអញ្ចឹងមានន័យថាវា load status no route អញ្ចឹងមានន័យថាវាអត់ទាន់មាន internet ចូលក្នុង router អញ្ចឹងទេអញ្ចឹងដើម្បីយើងធ្វើវាបានយើងចូល IP យើងចូល DHCP client អញ្ចឹងតបមកយើង create វាមកហើយកន្លែងនេះយើងយក port ទី1sorry អានេះ DHCP client ពិសេសទេយើងយក DHCP client មកអូខេចូលតាម port ទី1 apply អូខេអូខេចាំមានន័យថាអ៊ីនធឺណិតយើងបានចូលក្នុង router ហើយអូខេអញ្ចឹងបន្ទាប់មកគឺខ្ញុំឲ្យអ្នកទាំងអស់គ្នាកែ interface port អញ្ចឹងយើងចូល interface ហើយយើងកែ interface port ទាំងអស់គ្នាអញ្ចឹងនេះ interface ទី1អញ្ចឹង internet ទី1វិញខ្ញុំគឺលើទៅលើ internet អញ្ចឹងយើងដាក់មកយើងដើម្បីងាយស្រួលយើងដឹងហើយថា port ទី1យើងស្រាប់ប្រើឲ្យ internet ចូលអញ្ចឹង port ទី2ខ្ញុំប្រើទៅលើ floor 1បាទ floor 1 port ទី3ខ្ញុំប្រើទៅលើ floor 2អូខេហើយ port ទី4ខ្ញុំប្រើទៅលើ floor 3សំទោសអូខេអូខេអញ្ចឹងពេលយើងកែ interface វារួចរាល់ហើយអញ្ចឹងបន្តមកយើងទៅ connect IP address អញ្ចឹងដើម្បីយើង connect IP address បានយើងចូល IP ហើយយើងចូល address អូខេអញ្ចឹងយើងចុច add មួយមកអញ្ចឹងfloor 1គឺយើងបាន set ឲ្យវាហើយគឺយើងដាក់ IP វា 10.10.1.1/នឹង 24អញ្ចឹងយើងឲ្យវាទៅ floor 1អូខេអញ្ចឹងយើង apply អញ្ចឹងពេលយើង apply យើងឃើញថា network វាបាន254គឺវាបាន network 254 IP address អូខេអញ្ចឹងខ្ញុំ add មួយទៀតគឺ add ឲ្យហើយទៅបាទអញ្ចឹង port ទី3 port ទី3គឺយើង IP 192.168.1.1 បាទ /នឹង 25អូខេទៅលើ floor 3 apply ហើយ port ទី4គឺខ្ញុំដាក់ IP វា 172.168.1.1/នឹង 26អូខេ apply អូខេឥឡូវយើង set up IP address រួចរាល់ហើយអញ្ចឹងបន្តមកយើងចូលទៅបង្កើត DHCP client ដើម្បីយើងបោះ
DHCP server ដើម្បីយើងបោះ IP address ទៅឲ្យ client automatic អញ្ចឹងយើងចូល IP យើងចូល DHCP server យើងចូល DHCP setup អញ្ចឹងយើងរើស port ដែលយើងចង់បោះទៅមកខ្ញុំបោះទៅបាន port ទី2 10 អូខេនេះគឺជា DNS អញ្ចឹងយើងអាច set DNS បានអូខេយើង create បានមួយអញ្ចឹងខ្ញុំ create DHCP មួយទៀតមកអូខេនេះខ្ញុំ set DHCP floor 4អូខេនិចចឹងយើងបង្កើត DHCP server Royal ហើយចឹងឥឡូវយើងចង់ testing ថាវាបានបោះ IP address ទៅឲ្យ client auto នៅចឹងយើងចូលទៅ PC VMware យើងមួយមកហើយកន្លែងនេះខ្ញុំរើ port ទី2អូខេខ្ញុំមើលហើយចឹងខ្ញុំសុំពេលបើក Windows 10មួយមកអូខេឥឡូវខ្ញុំមកដល់ Windows PC របស់ខ្ញុំហើយខ្ញុំ refresh វាមួយយើងចូល CMD តបមកយើងចង់ check IP ចឹងយើងចូល IP config ចឹងខ្ញុំទទួលបាន IP 10.10.1.254ហើយចឹងមានន័យថា IP គឺបានបោះមកហើយចឹងខ្ញុំចង់តេស្តមួយទៀតថាបើយើងទៅfloor ទី2ចឹងយើងចង់ដឹងថាវាអាចមក IP មួយទៀតអត់ចឹងខ្ញុំទៅកែnetwork adapter ហើយខ្ញុំចូលយក port 3អូខេចឹងខ្ញុំធ្វើការ IP config / release មកអូខេ/ release ដើម្បី restart IP ហើយខ្ញុំយក IP ថ្មីវិញអូខេអញ្ចឹងយើងបានហើយបាទគឺ 192.168.26 អញ្ចឹងយើងចង់តេស្តមួយទៀតមើលថា port ដែល DHCP យើងបង្កើតមួយទៀតហ្នឹងវាដើរអត់អញ្ចឹងយើងចូល LAN engagement មកយើងតេស្តអស់មកអូខេ port ទី4អញ្ចឹងខ្ញុំសុំធ្វើការ release IP វាបន្តិច disconnect wait អូខេខ្ញុំ release renew អូខេអញ្ចឹងមានន័យថា IP បានមកហើយគឺ 172.168.1.62 អញ្ចឹងមានន័យថា DHCP server អញ្ចឹងគឺបានconfigure ត្រូវហើយតែអ៊ីនធឺណិតយើងអត់បានមកទេអញ្ចឹង client យើងអត់មានអ៊ីនធឺណិតទេអញ្ចឹងដើម្បីយើងទៅ config អ៊ីនធឺណិតឲ្យ client បានអូខេខ្ញុំចូល IP ខ្ញុំចូល DH ហើយខ្ញុំចូល firewall ចូល net តមកខ្ញុំ create actual action ចូល macro red អូខេហ្នឹងដើម្បីយើង configure បោះ internet ទៅឲ្យ client auto យើងចូល IP យើងចូល firewall ហើយយើង create net ហើយយើងយក macro red អូខេអញ្ចឹងយើងសាក check មើលថា PC client យើងបាន internet មកនៅអូខេឃើញមាន internet ហើយយើងអាចប្រើប្រាស់ internet បានហើយអូខេបើក browser បានបាទចូល testing typing ក៏បានអូខេអញ្ចឹងខ្ញុំសាក test មក port ទៀតចង់ដឹងថាវាមក internet ក៏ port អត់អូខេខ្ញុំ test ទៅលើ port ទី3មុនអូខេខ្ញុំ port ទី3ដែរចាអ៊ីនធឺណិតយើងមានអត់បាទមានដូចគ្នាអូខេអូខេឥឡូវខ្ញុំតេស្តលើ port ទី2
về màu này router dương toàn ban lấy màu thì ok IP dương màu ấy đọc chỉ mới cho pi hạ buồn icon có màu đấy là nhưng refresh ok lấy client dương ban to internet cục port ở ấy chẳng cho là trong khối cứ nhôm trong như vậy từ ca và cả user nâng ca cannot permission nó không router marketing chẳng như vậy vì thì user cứ chia accountรับ login cho router hay user mình nè tới ban cho tới group hay permissionរបស់ user ស្មើនឹង permission របស់ group អញ្ចឹង group គឺជាសំណុំដល់កន្លែង process ហើយយើង create group ម្ដងគឺយើងប្រើបានច្រើន user អូខេហើយចាំខ្ញុំនឹងនិយាយថាទៅកន្លែង cannot permission អូខេអញ្ចឹងយើងចង់ cannot permission បានយើងចូល system យើងចូល user អូខេអញ្ចឹងនេះគឺជា user ហើយនេះគឺជា group កន្លែងនេះខ្ញុំនិយាយមិញហ្នឹងអូខេអញ្ចឹងខ្ញុំធ្វើការបង្កើត user ថ្មីមួយអញ្ចឹងខ្ញុំដាក់ឈ្មោះថា IT admin user full ហើយ password ខ្ញុំដាក់1 2 3 confirm 1 2 3អូខេខ្ញុំ apply ហើយអូខេហើយខ្ញុំ delete user admin ចោលហើយនេះអូខេអញ្ចឹងពេលខ្ញុំ exit ហើយខ្ញុំចូល router ម្ដងទៀតអញ្ចឹងពេលខ្ញុំដាក់ user admin ទៅគឺលេង load ដែរបាទអញ្ចឹងខ្ញុំអាចបើខ្ញុំដាក់ IT admin មកអូខេយើងអាច login access router យើងបានទៅដែរអូខេឥឡូវយើងប្រើប្រាស់ទៅលើ user IT admin ហើយឥឡូវយើងទៅ testing ទៅលើ user មួយទៀតអញ្ចឹងខ្ញុំចូល system ខ្ញុំចូល user បន្ទាប់មកខ្ញុំចូល create group មួយហើយខ្ញុំ change ខ្ញុំដាក់ set permission ខ្លួនឯងអូខេអញ្ចឹងខ្ញុំដាក់ថា G testing អូខេអញ្ចឹងកន្លែង policy នេះគឺយើងនិយាយទៅដល់ read គឺ read យើងអាចទៅមើលទៅលើការ configuration យើងមើលទៅលើតែ IP DHCP firewall មើលតែ sister router ទៅអញ្ចឹងអាកន្លែង read ហ្នឹងគឺមានន័យថាយើងអាចបានតែមើលគឺយើងអាច change ឬក៏អាច edit ឬក៏អាចអីបានទាំងអស់ហើយចំណែកឯ web គឺយើងអាច login វាតាម web browser យើងអាចចូលអីតាមអីផ្សេងបានហើយយើងចូលបានតែ browser ទេហើយចំណែកRAI គឺយើងអាច add អាច edit អាច delete configuration អាច change IP change DHCP change NAT ហើយកន្លែង reboot គឺយើងអាច refresh ឬក៏ restart router យើងបានហើយ Winbox ពេលណាដែលយើងឲ្យ user មួយ login Winbox បានគឺវាស្មើនឹង full control tool អញ្ចឹងមានន័យថាគេអាចធ្វើការ change configuration គេអាចធ្វើឲ្យបានច្រើននិយាយទៅដល់ password គឺយើង change password user ផ្សេងឬក៏យើងអាច change admin password បានហើយកន្លែង policy យើងទៅនិយាយទៅដល់ change permission group អាច create ឬក៏ delete user បានហើយចំណែក local telnet ជាមួយនឹង SH គឺគេអាច access យើងតាម command ហើយចុងក្រោយគឺ sensitive គឺគេនិយាយទៅលើការប្រើប្រាស់ license router identify គឺយើងអាច change ឈ្មោះ router បានហើយនឹងទៅលើការ backup ហើយនឹង restore អញ្ចឹងអូខេអញ្ចឹងពេលខ្ញុំដាក់គ្រប់ G setting ហ្នឹងឥឡូវនេះខ្ញុំឲ្យអ្នកទាំងអស់គ្នា test ទៅលើតា permission read អញ្ចឹងយើងឲ្យគ្រប់មួយហ្នឹងគឺយើងដាក់តាឲ្យគាត់ read ទៅបានហើយយើងឲ្យគាត់ access តាម web browser ហើយនឹងយើងអត់ឲ្យគាត់ reboot ហើយនឹងអត់ឲ្យគាត់
set តាម inbox បានទេអូខេអញ្ចឹងយើង apply ហើយយើងអូខេអញ្ចឹងខ្ញុំទៅបង្កើតក្រុម testing មួយដើម្បីtest ឲ្យអ្នកទាំងអស់គ្នាមើលហើយខ្ញុំ change ក្រុមដាក់ G testing វិញ password 123អូខេអញ្ចឹងខ្ញុំ apply ឥឡូវយើង test ទាំងអស់គ្នាអញ្ចឹងខ្ញុំ change មកខ្ញុំដាក់ testing អញ្ចឹងខ្ញុំ set វាមកអូខេយើងអាច access ចូលតាម inbox បានទេអូខេអញ្ចឹងខ្ញុំសាក access តាម web browser មើលអញ្ចឹងយើងអាច access web តាម web browser បានអត់អញ្ចឹងខ្ញុំមើល IP របស់ router យើងមិញគឺ 192.168.141.190 អូខេអញ្ចឹងខ្ញុំចូល 192.168.141.190 អូខេបាទអញ្ចឹងយើងសាក login មកអញ្ចឹងអូខេ testing ហើយ password អូខេអញ្ចឹងខ្ញុំអាច login បានហើយខ្ញុំអាចមើល IP មើល address នេះយើងអាច delete បានទេបាទអញ្ចឹងខ្ញុំសាកកែដាក់ 25 អូខេគឺយើងអាចកែបានទេព្រោះសារយើងដាក់ permission ហើយគឺ user ហ្នឹងគឺបានតែ read ទេបាទយើងសាកមើលយើងអាច reboot បានអត់បាទគឺយើងអាចធ្វើឲ្យបានទាំងអស់យើងអាចបានតែធម្មតា access មើលការ configure ទៅលើ browser ទៅលើ router យើងនៅក្នុង browser បានតែប៉ុណ្្នឹងអូខេហើយអញ្ចឹងការ testing ខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណអ្នកទាំងអស់គ្នាបើសិនជាមានចំណុចខ្វះខាតខ្ញុំសូមខន្តីអភ័យទោសសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ